នេះគឺជារណាអាដើមសម្រងហើយម្ចាស់អ្នកអាហ្នឹងក៏ត្រូវទទួលមរណភាពទាំងពីរអ្នកប្តីប្រពន្ធខ្សែភ្នំពេញប៉ុស្តិ៍ចុះផ្សាយអត្ថបទមួយដាក់ចំណងជើងថា For killed in កោះកុង while illegally felling សម្រង Trish នេះគឺជាការចុះផ្សាយស្ថិតិនៃការស្លាប់សរុបមនុស្ស4នាក់បានបាត់បង់ជីវិតនៅកោះកុងខណៈពេលដែលពួកគេចូលទៅកាប់រំលំដើមសម្រងយកផ្លែជាសកម្មភាពខុសច្បាប់បាទ illegally ខុសច្បាប់ felling នឹងជំនួសឲ្យពាក្យ cutting down. At least 4 people have died in Kokong province in 2025 after being crushed by falling Samrong. Samrong Scaphium affin or Malva natris, which they had cut down to harvest and sell the fruits. មនុស្សយ៉ាងតិច4នាក់ហើយបានបាត់បង់ជីវិតនៅខេត្តកោះកុងក្នុងឆ្នាំ2025នេះក្រោយពីពួកគេត្រូវបានសង្កត់លើ crash ហ្នឹងគឺត្រូវបានដើមសម្រងហ្នឹងរលំសង្កត់លើមានន័យថាបន្ទាប់ពីពួកគេត្រូវបានសង្កត់ពីលើដោយដើមសម្រងដែលរលំសម្រងនេះមានឈ្មោះជាភាសាអង់គ្លេសហៅScaphium affin ក៏បានគេហៅ Malva natris ក៏បានដែលដើមសម្រងទាំងនេះប្រជាពលរដ្ឋរងគ្រោះហ្នឹងគាត់បានចូលទៅកាប់មិនបេះទេបាទកាប់ដើម្បីបេះប្រមូលផ្លែរបស់វាយកទៅលក់បាទ The most recent case involved a husband and wife who died on Sunday, April 20, while in the forest near Phnom Kompong Blue, Tulpo village in Batom Sako district, Tanuan commune. ករណីថ្មីបំផុតនេះពាក់ព័ន្ធនឹងប្តីប្រពន្ធ2នាក់មានបរិសុទ្ធជាស្វាមីនិងភរិយារបស់គាត់ដែលបានបាត់បង់ជីវិតកាលពីថ្ងៃអាទិត្យទី20ខែមេសាក្រោយចូលឆ្នាំខណៈពេលដែលពួកគេចូលទៅក្នុងព្រៃនៅក្បែរភ្នំកំពង់ Blue ភូមិទួលពោស្ថិតនៅឃុំតានួនស្រុកបតុមសាគរ The bodies were only discovered 2 days later on the night of April 22nd beneath a fallen tree សាកសពរបស់បុរសជាស្វាមីនិងភរិយានេះទើបតែត្រូវបានគេប្រទះឃើញឬក៏រកឃើញ2ថ្ងៃក្រោយពីពួកគេបានស្លាប់គឺគេរកឃើញនៅយប់ថ្ងៃ22ខែមេសាគេឃើញសាកសពប្តីប្រពន្ធហ្នឹងនៅក្រោមដើមសម្រងមួយដើមដែលរលំ The couple had been reported missing and the police were actively searching for them ប្តីប្រពន្ធទាំង2នាក់នេះគេបានរាយការណ៍ថាចេញទៅរកផ្លែសម្រងបាត់ឈឹងមានន័យថា passive គេបានរាយការណ៍ថាបានបាត់ខ្លួនហើយសមត្ថកិច្ចមូលដ្ឋានក៏ញាប់ដៃញាប់ជើងស្រាវជ្រាវស្វែងរកពួកគេយ៉ាងសកម្ម The victims were identified as 37-year-old Auret and his 41-year-old wife Yan Samphoa ជនរងគ្រោះ2នាក់ប្តីប្រពន្ធដែលទៅបេះសម្រងលើកចុងក្រោយនេះត្រូវគេបញ្ជាក់អត្តសញ្ញាណថាបុរសជាស្វាមីមានឈ្មោះអូរិតអាយុ37ប្អូនភរិយារបស់គាត់ឈ្មោះយ៉ានសម្ផស្សអាយុ41ឆ្នាំ
ពីអ្នកប្តីប្រពន្ធនេះជាប្រជាពលរដ្ឋរស់នៅភូមិជីត្រិចនៃឃុំអណ្ដូងទឹកហើយក៏ស្ថិតនៅស្រុកបតុមសាគរនេះផងដែរ After examining the bodies, authorities handed them over to the family for traditional funeral rites. ក្រោយពីធ្វើកោសលវិច័យឬក៏ពិនិត្យសាកសពរួចអាជ្ញាធរបានប្រគល់សាកសពប្តីប្រពន្ធនេះទៅឲ្យក្រុមគ្រួសារសាច់ញាតិដើម្បីធ្វើពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនាបាទអញ្ចឹង funeral rites and rites អញ្ចឹងបាទគឺជាពិធីបុណ្យសាសនាអញ្ចឹងយើងអាចដាក់ ceremonies ក៏បាន According to a police report there have been 3 separate incidents in 2025 involving people dying after being crushed by some wrong trees during felling operations, resulting in 4 deaths in Kokong province. ក្រោយពីយើងបកព័ត៌មានអន្តរជាតិបានច្រើនយើងមកបកព័ត៌មានជាតិស្រួលទេបាទស្រួលបើយោងទៅតាមរបាយការណ៍របស់សមត្ថកិច្ចប៉ូលីសនៅខេត្តកោះកុងបានឲ្យដឹងថាមានករណីដាច់ដោយឡែកពីគ្នាចំនួន3ក្នុងឆ្នាំ2025នេះបាទ present perfect បានន័យថាយើងនិយាយនៅក្នុងឆ្នាំ2025នេះនៅក្នុងឆ្នាំ2025នេះមានករណីដាច់ដោយឡែកចំនួន3ករណីហើយដែលពាក់ព័ន្ធនឹងបងប្អូនប្រជាពលរដ្ឋបាត់បង់ជីវិតក្រោយពីត្រូវរលំសង្កត់ដោយដើមសម្រងក្នុងពេលពួកគេនឹងធ្វើសកម្មភាពកាប់រំលំបណ្ដាលឲ្យមានមនុស្សស្លាប់4នាក់នៅខេត្តកោះកុង The Ministry of Environment expressed condolences to the families of the deceased couple, noting that they died after being crushed by a samrang tree they had felled for its fruit. ក្រសួងបរិស្ថានបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃគូស្វាមីភរិយាឬក៏ប្តីប្រពន្ធដែលបានបាត់បង់ជីវិតនោះដោយក្រសួងបញ្ជាក់ថាប្តីប្រពន្ធនេះបានស្លាប់បាត់បង់ជីវិតក្រោយពីពួកគេត្រូវបានសង្កត់ដោយដើមសម្រងមួយដើមដែលពួកគេបានកាប់ដើម្បីយកផ្លែវា The ministry had already appealed to the public not to cut down the trees for fruit in an April 7 notice. ក្រសួងបរិស្ថានបានអំពាវនាវរួចហើយអំពាវនាវដល់សាធារណជនសូមលោកមេត្តាកុំកាប់រំលំដើមសម្រងជាដើមនេះដើម្បីយកផ្លែវាការអំពាវនាវនេះគឺតាមរយៈលិខិតជូនដំណឹងថ្ងៃទី7ខែមេសា The ministry also urged relevant authorities to strictly enforce the law ក្រសួងបរិស្ថានក៏បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធសូមលោកមេត្តាអនុវត្តច្បាប់ឬក៏ពង្រឹងច្បាប់ឲ្យបានតឹងរ៉ឹងដើម្បីជួយទប់ស្កាត់និងបង្ក្រាបឲ្យខាងតែបានរឿងអីរឿងកាប់រំលំដើមសម្រងដោយខុសច្បាប់ជាពិសេសក្នុងអំឡុងរដូវនៃការបេះប្រមូលផ្លែគិតចាប់ពីខែមីនាដល់ខែមេសាហើយសម្រងនេះធ្វើបង្អែមឆ្ងាញ់ណាបាទត្រជាក់សូម្បីតែប្រទេសជិតខាងក៏គេចង់បានផ្លែនឹងដែរបាទលាយជាមួយត្នោតត្រសក់ស្រូវដាក់ទឹកដោះគោទៅឆ្ងាញ់ទឹកកកទៀតមែនទេ The trees often grow in community forest areas, protected zones and national parks. សូមរំលឹកថាប្រភេទដើមសម្រងនេះច្រើនតែមានដុះនៅតាមព្រៃសហគមន៍បាទព្រៃសហគមន៍តំបន់អភិរក្សហើយនឹងនៅឧទ្យានជាតិហើយដុះរាយក្រៅពីហ្នឹងគឺបងប្អូនខ្លះអត់គំនិតកាប់បំផ្លាញដោយដើមព្រិចអីហ្នឹងមិនគួរយើងកាប់
កាប់ទេបាទយើងក៏បូតបេះតាមការឆ្លាតរបស់មនុស្សយើងទៅបាទនៃចង់ផ្លូវកាត់ពេកបេះតែម្ដងបាទ The ministry noticed emphasized that this activity represents a serious construction of natural resources that could lead to the extinction of Cambodia's Samrong tree species. សេចក្តីជូនដំណឹងប្រកាសបាទសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានបានសង្កត់បញ្ជាក់ថាសកម្មភាពកាប់រំលំដើមសំរងនេះបង្ហាញពីការបំផ្លិចបំផ្លាញធនធានធម្មជាតិធ្ងន់ធ្ងរដែលអាចឈានដល់ដាច់ពូជបាទដាច់ពូជប្រភេទដើមសំរងនេះនៅកម្ពុជាហ្នឹងតែដាច់ពូជទៅមានតែនាំចូលប៉ុណ្ណឹងឃើញទេបាទអញ្ចឹងយើងឆ្លេះប៉ុណ្្នឹងសិនចាំជួបគ្នានៅវីដេអូក្រោយទៀត